បន្ទាប់ពីស្គាល់រូបរាងខាងក្រៅរបស់ Yang Wang U8 នៅវីដេអូមុនតោះមកមើលផ្នែកខាងក្នុងវិញម្ដងថាមានភាពទំនើបប៉ុណ្ណារូបរាងរបស់ Tableau គឺច្បាស់ណាស់ថាទទួលបានការបំផុសគំនិតពី Bentley ហើយប្រហែលជាផ្នែកនេះមកពី Mercedes ប៉ុន្តែដូចជា brand លំដាប់ទាំងនោះដែរខាងក្នុងនេះមានអារម្មណ៍ថាមានគុណភាពខ្ពស់ពិតប្រាកដស្បែកគឺស្អាតទន់ល្មើយល្អខ្លាំងណាស់ហើយប៊ូតុងនៅលើចង្កូតមានអារម្មណ៍ថាថ្លៃថ្នូរកន្លែងមូលសម្រាប់បង្វិលបដូរម៉ូដបើកបរទាំងនេះមានអារម្មណ៍ថារឹងមាំនិងមានគុណភាពខ្ពស់ដូចគ្នាដែរចំពោះដងបញ្ជា pedal shifter ចង្កូតគ្រប់យ៉ាងដែលអ្នកប៉ះពាល់គឺមានលក្ខណៈប្រណីតកម្រិតខ្ពស់ចុងទាំងនេះជាកញ្ចក់2ជាន់ការពារសំឡេង This is double pane soundproof glass Double glaze សំឡេងស្ងាត់ល្អណាស់នៅខាងក្រោមនេះកន្លែងសាកថ្មឥតខ្សែមានកម្លាំងសាក50វ៉ាត់មាន2ជួរជំរុំដោយស្បែក Alcantara ដំបូលឡានក៏ស្រោបដោយ Alcantara ដែរអ្នកមានទូទឹកកកមួយនៅទីនេះនៅខាងក្រោមនេះអ្នកមានកន្លែងផ្ទុកបន្ថែមទៀតហើយនៅទីនោះពេលអ្នកចុចប៊ូតុងនេះអ្នកមានទឹកអូសពិសេសតូចដែលនឹងបាញ់ផ្លាស់ប្ដូរទៅតាមអារម្មណ៍ mood របស់អ្នកដើម្បីបញ្ចេញក្លិនក្រអូបប្រណីតចេញពីប្រហោងម៉ាស៊ីនត្រជាក់ព័ន្ធកម្សាន្ត infotainment និងអេក្រង់ digital របស់អ្នកបើកបរវាមានបច្ចេកវិទ្យាច្រើនណាស់ហើយអ្នកអាចចុចមើល menu ខុសៗគ្នាជាច្រើនកង់វិលទាំងនេះសម្រាប់ចូលទៅកាន់ mode បើកបរផ្សេងមានបន្ទះប៊ូតុងធំបន្តិចតូចមួយនៅទីនេះនៅចំហៀងអេក្រង់អ្នកបើកបរសម្រាប់រឿងមួយចំនួនដូចជាចង្គៀងមុខប្រព័ន្ធ hybrid និងអេក្រង់បាញ់លើកញ្ចក់ heads up display ក្រង់ធំមើលល្បឿននៃការឆ្លើយតបនោះចុះវាលឿនរហ័សណាស់ហើយត្រូវហើយអ្នកត្រូវតែប្រើអេក្រង់ដើម្បីបញ្ជាម៉ាស៊ីនត្រជាក់ដោយគ្មានប៊ូតុងចុចផ្ទាល់ physical button នោះទេប៉ុន្តែអ្នកអាចកំណត់វានិងអូសតាម menu ផ្សេងៗរបស់អ្នកបានយ៉ាងលឿនតាមចិត្តមានប៊ូតុងកាច់ toggle switch ដែលមានអារម្មណ៍ថារឹងមាំសម្រាប់ម៉ូដបើកបររបស់អ្នកដូចជាការចាក់សោ diff locking diff និងរបស់របរផ្សេងៗទៀតអូមើលចុះយើងមានដំបូលកញ្ចក់ដ៏ធំស្អាតណាស់ខាងក្នុងមានអារម្មណ៍ថា premium ខ្លាំងសម្រាប់អ្នកដំណើរខាងក្រៅវិញយ៉ាងណាដែរបាទវាមានភាពប្រណីតដូចខាងមុខអញ្ចឹងអ្នកទទួលបានការរៀបចំដូចគ្នាស្បែកដូចគ្នាស្បែកពង្រីកវែងរហូតដល់ខាងក្រោមព្រមកម្រាលទន់ដូចគ្នាហើយបន្ទាប់មកគឺកន្លែងជើងមើលចុះខ្ញុំមានកន្លែងទូលីណាស់ខ្ញុំមិនត្រូវការកន្លែងថែមទៀតទេប៉ុន្តែបើខ្ញុំចង់បានកន្លែងទូលីជាងនេះខ្ញុំអាចធ្វើបានមើលនេះចុចប៊ូតុងនេះវានឹងរំកិលកៅអីខាងមុខចេញទៅហើយបន្ទាប់មកខ្ញុំអាចទម្រាយកៅអីរបស់ខ្ញុំដាក់ខ្នើយក្រក្បាលមានមុខងារម៉ាសានៅលើគ្រប់កៅអីទាំងអស់ប៉ុន្តែវាមិនមែនជាបច្ចេកវិទ្យាតែមួយទេនៅខាងក្រៅនេះមនុស្សចិនចូលចិត្តអេក្រង់ណាស់យើងមានអេក្រង់នៅទីនេះយើងមានអេក្រង់នៅទីនេះហើយយើងមានអេក្រង់សម្រាប់បញ្ជាម៉ាស៊ីនត្រជាក់មកមើលអេក្រង់ដែលល្អបំផុតដែលស្ថិតនៅខាងក្រោមនេះអូអេក្រង់មួយនេះគឺជាមជ្ឈមណ្ឌលបញ្ជា control center ហើយអ្នកអាចធ្វើរឿងខុសៗគ្នាជាច្រើនជាមួយអេក្រង់នេះអ្នកអាចបដូរទីតាំងកៅអីប្រព័ន្ធកម្ដៅនិងខ្យល់ត្រជាក់នៃកៅអីខាងក្រោមនេះអ្នកក៏អាចបញ្ជាតន្ត្រីនិងមុខងារផ្សេងៗដូចជាការបើកនិងបិទកញ្ចក់បង្អួចអ្នកអាចបើកនិងបិទដំបូលកញ្ចក់យើងអាចបញ្ជាងាងកម្ដៅថ្ងៃខ្ញុំគិតថាខ្ញុំនឹងបើកវាចោលព្រោះមានអ្វីផ្សេងទៀតដែលខ្ញុំចង់បង្ហាញអ្នកប្រសិនបើអ្នកមើលឲ្យច្បាស់ទៅលើកញ្ចក់នេះវាមានពពុះខ្យល់វាមិនមែនជាពពុះខ្យល់ទេពួកវាជាអំពូល LED ពិសេសដែលបង្កប់នៅក្នុងកញ្ចក់ខ្ញុំអាចបដូរពណ៌នៃពន្លឺឆ្នូតទាំងនោះបានច្បាស់ណាស់វានឹងស្អាតជាងនេះនៅពេលយប់ងងឹតខ្ញុំនឹងត្រូវការព្រំកម្រាលនេះហើយខ្ញុំគ្រាន់តែដាក់វាពីលើដំបូលរួចរាល់ហើយប្រហែលជាមួយទៀតអូខេគ្របវាបន្តិចបែបហ្នឹងចាំមើលថាតើវាដំណើរការអត់យេលយណាស់ឥឡូវនេះចូលដូរពណ៌ខៀវពណ៌បៃតងពណ៌ទឹកក្រូចនិងពណ៌ក្រហមមានបច្ចេកទេសបន្ថែមទៀតនៅក្នុងឃ្លាបក្រោយហើយនេះជាបច្ចេកទេសបែបកំសាន្តប្លែកវានៅខាងក្រោមនេះម្ចាស់ឡានមិនទាន់បានបើកវាផងវាជាមីក្រូហ្វូនព្រោះឡាននេះមានម៉ាស៊ីនការ៉ាអូខេបង្កប់មកជាមួយតែម្ដងយើងមានក្លឹបក្រោយរាងការ៉េធំមើលចុះវាដូចជាជីវ៉ាកិនដែរបើនិយាយពីទំហំផ្ទុកហើយអ្នកមានមុខងារងាយស្រួលមួយចំនួនដូចជាមើលចុះខ្ញុំអាចទម្លាក់កម្ពស់ឡានចុះតាមរយៈប៊ូមខ្យល់ air suspension ដើម្បីងាយស្រួលដាក់អីវ៉ាន់ហើយបន្ទាប់មកគ្រាន់តែចុចប៊ូតុងមួយកៅអីខាងក្រោយនឹងបត់ចុះក្រោមអូខ្ញុំដឹងហើយថាហេតុអីបានជាវាប្រើពេលយូរវាមិនមែនគ្រាន់តែបត់បង្អែកកៅអីចុះក្រោមទេគឺវាបត់កន្លែងទ្រគូតកៅអីទៅខាងមុខសិនទើបអ្នកទទួលបានផ្ទៃរាបស្មើទាំងស្រុងសម្រាប់ដាក់អីវ៉ាន់អូហើយមើលចុះ
ច្បាស់ណាស់នៅលើរថយន្តបែបនេះអ្នកមានទ្វារបឺត soft close door ប៉ុន្តែអ្នកថែមទាំងមានវាសម្រាប់ទ្វារក្រោយនេះទៀតផងហើយពេលនេះវាបានដំឡើងកម្ពស់ប៊ូមខ្យល់ឡើងវិញសម្រាប់ខ្ញុំព្រោះខ្ញុំបានដាក់អីវ៉ាន់រួចរាល់ហើយគ្រប់យ៉ាងគឺល្អណាស់ឆ្លាតមែនទែន